តែអ្នកទាំងគ្នាហ៊ានចុះទៅកាន់ទីក្រុងដែលលិចលង់ក្នុងជម្រៅ60ម៉ែត្រដែរទេថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកកាន់ Deep Deep ឌូបៃដែលជាអាងហែលទឹកដែលជ្រៅបំផុតមួយនៅក្នុងពិភពលោកដោយអាងហែលទឹកមួយនេះគឺស្ថិតនៅក្នុងទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមវាមានជម្រៅដល់ទៅ60ម៉ែត្រនិងមានផ្ទុកទឹកដល់ទៅ14លានលីត្រឯណោះអ្នកទាំងគ្នាហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺវាត្រូវបានរចនាឡើងដូចជាទីក្រុងដែលលិចលង់នៅក្រោមបាតសមុទ្រដូច្នោះឯងមុននឹងចុះទៅយើងត្រូវឆ្លងកាត់ការណែនាំពីអ្នកជំនាញទោះអ្នកមិនចេះមុជទឹកសោះក៏អាចមកសាកល្បងបានដែរអ្នកទាំងគ្នាទោះមានគ្រូដើរតាមជាប់ជានិច្ចដោយនៅទីនេះវាមិនមែនមានតែទឹកនោះទេតែវាជាទីក្រុងមួយទាំងមូលដែលមានទាំងបន្ទប់ទទួលភ្ញៀវកន្លែងលេងប៊ីយ៉ាហើយនិងសូម្បីតែឡានទំនើបនៅបាតអាងក៏មានផងដែរហើយវាជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាននោះទេអ្នកទាំងគ្នាមានដឹងអត់ថាទឹកនៅទីនេះត្រូវបានចម្រោះរៀងរាល់6ម៉ោងម្ដងហើយសីតុណ្ហភាពត្រូវបានរក្សានៅ30អង្សាជានិច្ចវាធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងមែនទែនដោយអ្នកដែលបានមកលេងនៅទីនេះមិនត្រឹមតែជាការហែលទឹកធម្មតានោះទេតែវាជាការមកពិភពផ្សេងមួយទៀតហើយប្រសិនបើអ្នកទាំងគ្នាមានឱកាសទៅលេងឌូបៃអាងហែលទឹកដ៏ធំបំផុតនេះគឺអ្នកទាំងគ្នាមិនគួររំលងនោះទេសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងគ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក